សួស្តីកុំព្រោះតែយើងជួបមនុស្សអាក្រក់មួយចំនួនណាធ្វើឲ្យយើងមានអារម្មណ៍ថាយើងខ្លាចមនុស្សហើយទោះបីជាពេលខ្លះយើងជួបមនុស្សល្អហើយក៏យើងនៅតែមិនហ៊ានទទួលយកនៅទង្វើល្អរបស់គេឬមួយក៏នៅតែមានគំនិតមួយសង្ស័យថាគេជាមនុស្សបែបណាគេជាមនុស្សបែបណាដោយសារតែកន្លងមកយើងធ្លាប់ជួបមនុស្សអាក្រក់ច្រើនពេកអញ្ចឹងខ្ញុំសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនហ៊ានអះអាងថាខ្លួនឯងល្អ100%ទេប៉ុន្តែខ្ញុំចង់និយាយថាពេលខ្លះមនុស្សយើងកាលណាដែលយើងជួបមនុស្សអាក្រក់ច្រើនពេកក្នុងគំនិតរបស់យើងគឺតែងតែមានគំនិតមួយប្រយ័ត្នប្រយែងមានន័យថាការពារខ្លួនយើងកុំរាប់អានអ្នកណាម្នាក់អស់ពីក្នុងចិត្តពេកកុំជឿជាក់អ្នកណាម្នាក់អស់ពីក្នុងចិត្តពេកអញ្ចឹងរហូតដល់ពេលខ្លះទៅយើងជួបអ្នកណាក៏យើងមានគំនិតមួយថាលែងហ៊ានទុកចិត្តនៅពេលដែលមនុស្សអាក្រក់ចូលក្នុងជីវិតយើងច្រើនពេកអញ្ចឹងតាមពិតទៅខ្ញុំគិតថាជាមនុស្សល្អនៅតែស្វែងរកជួបហើយមនុស្សល្អនៅតែយើងជួបចឹងឯងពីព្រោះសារជាតិមនុស្សល្អរត់រកតែមនុស្សល្អទេដោយសារតែមនុស្សល្អมันអាចគេហៅថាសភាវៈល្អมันអាចនៅជាមួយនឹងសភាវៈអាក្រក់កើតទេអញ្ចឹងនៅពេលដែលថ្ងៃណាមួយច្បាស់ជាលិចកតុយចេញមកអញ្ចឹងកាលណាដែលលិចកតុយចេញមកធ្វើឲ្យយើងនឹងស្គាល់អំពីសន្តានអ្នកនឹងហើយធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងអត់អាចនៅជាមួយអ្នកនឹងកើតឬមួយយើងអត់អាចនិយាយសែបគប់ជាមួយអ្នកនឹងកើតទេអញ្ចឹងខ្ញុំជឿជាក់ថាមនុស្សល្អនៅតែជួបមនុស្សល្អចឹងឯងហើយយើងកុំគិតថាពេលដែលយើងជួបមនុស្សអាក្រក់ច្រើនពេកហើយយើងគិតថាប្រហែលជាមិនអាចជួបមនុស្សល្អឬមួយក៏យើងមិនអាចសែបគប់អ្នកណាម្នាក់បានអស់ពីចិត្តទេដោយសារតែមនុស្សហ្នឹងក៏មិនប្រកាសថាល្អអីចឹងណាអញ្ចឹងតាមពិតទៅមនុស្សល្អគេក៏ចង់ជួបមនុស្សល្អដូចតែយើងអញ្ចឹងដែរអញ្ចឹងនៅពេលដែលយើងធ្វើខ្លួនយើងឲ្យល្អខ្លាចជាមនុស្សល្អខ្លាចជាមនុស្សថ្លៃថ្នូរណាយើងក៏នៅតែជួបមនុស្សល្អមនុស្សថ្លៃថ្នូរដូចគ្នាព្រោះសភាវៈអាក្រក់សភាវៈមិនល្អមិនអាចនៅជាមួយមនុស្សល្អកើតទេចាខ្ញុំមានតែប៉ុណ្្នឹងទេ